ពាក្យថាបន្ទាយគឺគេសំដៅយកកាពែងហ្នឹងអ្នកស្រុកនៅអង្គរទាំងអស់ហៅបន្ទាយបាទកាពែងដែលធ្វើពីថ្មក៏ដោយដែលធ្វើពីដីលើកពូនខ្ពស់ក៏ដោយក៏គេហៅថាបន្ទាយដែរហ្នឹងណាដល់ពេលពាក្យថាស្រីនេះប្រហែលជាពាក្យហ្នឹងសល់ពីពាក្យសំស្ក្រឹតមកមានន័យថាស្រីមានន័យថាស្ដេចមានន័យថាជាមង្គលគេច្រើនប្រើនៅពីមុខពនាមនៃព្រះរាជាសម័យអង្គរច្រើនស្រីហើយស្អីចឹងទៅស្រីហើយស្អីចឹងទៅណាគឺក្នុងអំឡុងឆ្នាំ967ហ្នឹងហើយអ្នកដែលកសាងប្រាសាទហ្នឹងគាត់ជាព្រះរាជគ្រូរបស់ព្រះមហាក្សត្រពីស្រីរាជេន្ទ្រវរ្ម័នឃើញទេហើយនឹងមហាក្សត្រមួយអង្គទៀតឈ្មោះថាចក្រគេថាស្រីសាយាវរ្ម័នអញ្ចឹងទឹកដីនេះឈ្មោះថាអ៊ីស្វារាពុរាយញ្ញាវរហាស្រីត្រីភូវនាមហេស្វរាព្រះឥសូរជាធំណាឬក៏ព្រះឥសូរជាម្ចាស់នៃភពទាំង3ណាបាទណាមានអីចឹងនៅឈ្មោះណាឈ្មោះទេពដែលតម្កល់នៅប្រាង្គកណ្ដាលហ្នឹង